ជនទាំងអស់គ្នាគឺសម្រាប់ PSX 25របស់ខ្ញុំ PSX ពីឆ្នាំ2026ថ្ងៃនេះមកចង់អាប់ដេតតម្លៃរបស់វាគឺបានធ្វើទៅការមានលក់លើទីផ្សាររបស់យើងគឺជា3ខែ4ខែ4ខែតាំងខែ2025អានេះមាន4ពណ៌បងប្អូនមានពណ៌ខៀវនេះខៀវគ្រើមក្រៅពីខៀវសាច់អាឡូងទាំងអស់បងប្អូនខ្មៅមានសពណ៌ចម្បងទៀតហើយពណ៌ចម្បងអត់ទៅពី325មកសល់ពីគ្រាប់ហើយទៅពេទ្យប្រសិន PSP Plus ជាពេលប្រើស្ប៉ាប់លើ4អញ្ចឹងកម្លាំង125របស់ពួកនេះគឺស្ទុះល្អបងប្អូនយើងយកទៅជិះវិញចាញ់ពួកប្រសិនធំប្រសិន160%អីនេះកាត់អាចមួយស្ទុះល្អអានេះយើងធៀបមួយកម្លាំង160គឺវាដូចគ្នាទាំងអស់អាចថាខុសកុងទ័របងប្អូនដោយសារតែទី160យើងប្រើលក្ខណៈពេលទៅទីនេះបាទចំណុចទៅស្ដាប់បានតែចិន125គឺអត់មានទេទៅធម្មតាហើយរូបរាង body វាដូចគ្នាទាំងអស់ជាមួយពេលប្រាំងគេក្រៅប្រាំងកប៉ែងក្រោយដែរនេះដូចពីស្អីជប៉ុនដែលមានលក់គាត់នៅថានេះពួកក្រុមហ៊ុននាំចូលរូបរាងគឺតែមួយជាមួយកម្លាំង160ពីឆ្នាំ2025ទៅពេលក្នុងដែរដូចពេកពណ៌ខៀវគឺគ្រើមសម្រាប់តម្លៃ3600ជាងបងប្អូនពេញចិត្តអាចរកមើលនៅតាមសាខាហុងតាដើម្បីចិត្តផ្ទះបងប្អូនគឺមានលក់ដូចគ្នាតម្លៃអាចខុសឡើងមួយបងប្អូនអាប់ដេតដល់ក្នុងដើមខែ4 2026មុនចូលឆ្នាំខ្មែរក្រោយពីឆ្នាំទី2ក៏ប្រើប្រាស់តម្លៃប៉ុណ្ណឹងហើយស្អាតបែរលើគុណបងប្អូនបានចូលទស្សនាវីដេអូនេះគឺសូមអរគុណចំពោះវីដេអូកុំភ្លេចជួយ Subscribe មួយផងប្រាប់បងប្អូននៅថ្មីហើយសម្រាប់អ្នកដែលចង់ Subscriber ប្រាប់ទៅជួយ like លើវីដេអូដើម្បីជួយកម្លាំងចិត្តចូលទៅអរគុណ